សួស្តីបងប្អូនអរគ្នាតើយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីអាចរកប្រាក់ចំណូលពី YouTube បានដើម្បីយើងអាចរកប្រាក់ចំណូលពី YouTube បាន YouTube បានណែនាំយើងឲ្យអនុវត្តទាំង5ជំហាននៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញប្រាប់បងប្អូននៅជំហានទី1វីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញប្រាប់នៅជំហានទី2ជំហានទី1ការបង្កើត Channel YouTube និងការបង្កើត Content តើការបង្កើត Channel YouTube គឺជាអ្វីតើការបង្កើត Content គឺជាអ្វីទី1ការបង្កើតឈ្មោះ Channel YouTube គឺជាការបង្កើតដោយដាក់ឈ្មោះខ្លួនឯងដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនឬបងប្អូនអាចដាក់ឈ្មោះផ្សេងខុសពីឈ្មោះបងប្អូនក៏បានបន្ទាប់មកទៀតបងប្អូនត្រូវបង្កើតរូបភាព banner និងរូបភាព profile picture រូបភាព banner គឺជារូបភាពនៅផ្នែកខាងក្រោយរូបភាព profile picture គឺជារូបភាពនៅផ្នែកខាងមុខឥឡូវនេះគឺខ្ញុំសូមបង្ហាញបងប្អូននៅ channel របស់ខ្ញុំនេះគឺជា channel របស់ខ្ញុំហើយនេះគឺជា profile picture រូបភាពនៅខាងមុខហើយនេះគឺជា banner រូបភាពនៅខាងក្រោយហើយនេះគឺជាឈ្មោះ channel YouTube ឈ្មោះរបស់ខ្ញុំ admin ឡៃហៀងចំណុចទី2ការបង្កើតឈ្មោះ content ឬការបង្កើតឈ្មោះមាតិកាគឺជាការជ្រើសរើសប្រធានបទមួយឬច្រើនជាពិសេសឧទាហរណ៍ថាបើបងប្អូនចូលចិត្តច្រៀងអញ្ចឹងបងប្អូនច្រៀងនឹងថតជាវីដេអូជាការស្រេចឬមួយបងប្អូនចូលចិត្តវីដេអូបែបអប់រំមិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្នលើកទឹកចិត្តមិត្តភ័ក្តិមនុស្សជុំវិញខ្លួនណែនាំមនុស្សឲ្យធ្វើរឿងល្អៗរួចថតជាវីដេអូជាការស្រេចហើយបើបងប្អូនចូលចិត្តមាតិកាបែបហ្គេមបងប្អូនលេងហ្គេមហើយថតជាវីដេអូជាការស្រេចទាំងនេះហើយគេហៅថា content ឥឡូវនេះខ្ញុំនឹងឲ្យបងប្អូនមើល content របស់បងស្រីដែលគាត់ថា show content របស់គាត់និយាយអំពីបញ្ហាសុខភាពបញ្ហាជីវិតការអប់រំបែបវិទ្យាសាស្ត្រទៅកាន់ប្រជាជនខ្មែរអញ្ចឹងហើយតើបងប្អូនចូលចិត្ត content បែបណាចូលបងប្អូនធ្វើវាចេញមកទៅពេលបងប្អូនជ្រើសរើស content ត្រូវហើយនោះបងប្អូនចាប់ផ្ដើមផលិតវីដេអូរបស់ខ្លួនចេញមកដើម្បីឲ្យអ្នកទស្សនាស្គាល់វីដេអូត្រូវមានសេចក្តីផ្ដើមតួសេចក្តីនិងបញ្ចប់សេចក្តីឲ្យបានត្រឹមត្រូវផ្ដើមសេចក្តីនិយាយអំពីបញ្ហាតួសេចក្តីនិយាយអំពីមូលហេតុអ្វីបង្កឲ្យមានបញ្ហានិងបញ្ចប់សេចក្តីនិយាយអំពីដំណោះស្រាយបញ្ហានិងផ្ដល់មតិយោបល់ផ្ទាល់ខ្លួនបន្ទាប់មកទៀតយើងត្រូវបង្កើត thumbnail គឺជារូបភាពនៅមុខវីដេអូនៅពេលដែលវីដេអូចាប់ផ្ដើមលេងនោះរូបភាព thumbnail ក៏បានដែរក្រោយមកកាត់វីដេអូឲ្យបានខ្លីៗចន្លោះ5នាទីទៅ10នាទីហើយវីដេអូត្រូវមានរូបភាពច្បាស់និងសំឡេងល្អរូបភាពច្បាស់ជារូបភាពមានពន្លឺគ្រប់គ្រាន់មើលឃើញមិនព្រិលសំឡេងល្អជាសំឡេងឮតែបងប្អូនថតនិយាយនិងមិនមានសំឡេងអ្វីរំខានទេបន្ទាប់មកទៀតបងប្អូនចង់បានវីដេអូច្រើនត្រូវសរសេរចំណងជើងឲ្យបានខ្លីនិងអក្សរធំៗលើរូប thumbnail ឲ្យមានភាពទាក់ទាញបន្ទាប់ពីបងប្អូនស្ដាប់វីដេអូរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាបងប្អូននឹងស្គាល់ឈ្មោះ channel YouTube ស្គាល់ content ស្គាល់ banner ស្គាល់ profile picture ជាពិសេសគឺស្គាល់ពី content ដែលបងប្អូនស្រឡាញ់ពេញចិត្តនិងចង់បង្កើតវាចេញមកសម្រាប់បងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំសូមជួយចុច subscribe សូមអរគុណ